សួស្តីបងប្អូនចង់និយាយថាកញ្ចក់គាត់ចង់និយាយថាបុកបាក់ខ្ទេចអស់ហើយនេះអស់លេងដល់សាច់ហើយលើខ្ញុំមកធ្វើការកាត់គល់កញ្ចក់ដៃកប់ហ្នឹងបើកញ្ចក់បាក់ឡើងដល់សាច់ឯណាប់ចិត្តអើយឃើញអត់ដល់សាច់ហើយលើមកកាត់គល់កញ្ចក់ចេញអាខាងមុខបាក់អស់ហើយនៅគៀននេះហ្នឹងវាគៀបជាប់សាច់ហ្នឹងយើងធ្វើការកាត់សម្អាតមើលខាងនេះវាធម្មតាតែបាក់គាត់ហែកវាវាchứហ្នឹងហើយឥឡូវយើងមកធ្វើការកាត់គល់កញ្ចក់នឹងចេញអស់មកហើយអាកញ្ចក់នៅខាងមុខខាងអីហ្នឹងវិចវ៉ាច់អីហ្នឹងស្រេមកស្អាតឲ្យណាត់ចាស់កាត់គល់កញ្ចក់ឲ្យសាច់ក្រិនតិចជុំវិញហ្នឹងណាអត់មានអីច្រើនទេគាត់ដូចថាកញ្ចក់ហ្នឹងវាបាក់ដល់សាច់ហើយយើងមកកាត់អាខាងមុខបន្តិចដែលកប់ហ្នឹងណានឹងចិត្តឃើញឡើងដល់សាច់ចង់ចេញអីចេញចូលលើមកកាត់សាច់នៅមុខនឹងអស់មកអាសាច់ល្មមដែរតាវារឹងហ្នឹងហើយទំហំកញ្ចក់ខាងមុខហ្នឹងពេលបាក់ទៅគាត់ហែកយកតែម្ដងអ្នកធ្លាប់កញ្ចក់ជើងសោយបាក់ដឹងហើយកាត់ម្លេងមកចេះការស្រាច់អត់មានអីមកកាត់ម្លេងបែជើងលេងអញ្ចឹងទៅដោយសារសួស្តីកញ្ចក់កប់មកទៀតហើយណាប់ចិត្តអើយកញ្ចក់គាត់នេះវែងហើយគាត់ខានកាត់យូរហើយឥឡូវគាត់មកធ្វើការកាត់សម្អាតដើម្បីលាបថ្នាំកញ្ចក់គាត់កញ្ចក់គាត់អត់កប់ខ្លាំងទេកប់តែខាងមុខតិចដោយសារកញ្ចក់នឹងវាវែងហើយដុតទៅពីក្តោបអញ្ចឹងទៅយើងធ្វើការកាត់កញ្ចក់គាត់ឲ្យស្មើនឹងសាច់ជើងមកដូចថាទុកវែងពេកទេគាត់ឲ្យកាត់ឲ្យស្មើកញ្ចក់អញ្ចឹងណាហ្នឹងហើយកាត់ស្មើសាច់យើងហ្នឹងស្មើសាច់ជើងណាហើយយើងមកធ្វើការកាត់សម្អាតគល់កញ្ចក់នៅខាងមុខនេះវាថាដោះមកចាក់ចូលសាច់តែម្ដងយើងកាត់អាកញ្ចក់ហ្នឹងចេញយើងរំលីងសាច់តិចមកគាត់អត់មានកប់សាច់កប់អីទេណាប់ចិត្តទេដោយសារតែកញ្ចក់គាត់ហ្នឹងកប់ទៅខាងមុខមានតែសាច់ក្រិនតិចហ្នឹងហើយយើងធ្វើការកាត់សម្អាតទាញអាគល់កញ្ចក់ហ្នឹងវាចាក់ចូលសាច់ឡើងជ្រៅហើយឡើងក្រហមហ្មងណានេះដល់ខាងមុខហ្នឹងគឺចាក់ចូលដល់អត់ចាក់គល់ទេចាក់ខាងមុខណាប់ចិត្តហ្នឹងហើយម្នាដកមកពីដុំកញ្ចក់ចាក់ចូលសាច់ហើយឡើងក្រហមសាច់អស់ហើយឥឡូវយើងដកកញ្ចក់ចេញហើយយើងធ្វើការម្លេងសាច់ឡើងហ្នឹងមកយើងមិនកាត់ចូលសាច់ក្នុងគាត់ទេខាងក្នុងវាអត់មានគៀបទេណាវាអត់មានគៀបកញ្ចក់ដុសចាក់ទេខាងក្នុងដុសតែលើចឹងមកដល់ខាងមុខចាក់មកហើយចាក់ហ្នឹងដោយសារបើជើងឃ្លុបមុខហ្នឹងបានវាខុបអញ្ចឹងណាណាប់ចិត្តហើយកញ្ចក់ឡើងកំប៉ុងហ្នឹងហើយយើងធ្វើការកាន់លេងសាច់ឲ្យស្អាតមកហើយយើងរុះស្នឹមជាប់ជើងគាត់មកស្នឹមខ្មៅហ្នឹងណាដើម្បីលាបថ្នាំកញ្ចក់ណាប់ចិត្តហ្នឹងហើយគាត់ខានកាត់យូរហើយគាត់ថាវាមិនមានពេលវេលាអញ្ចឹងណាឥឡូវយើងឈូសសម្អាតឲ្យគាត់ឲ្យស្អាតហើយសុំយើងម្លេងថែមទៀតអញ្ចឹងណាហ្នឹងហើយលាបថ្នាំកញ្ចក់មកជាការរួចរាល់ហើយមើលយើងឈូសស្នឹមទៅដៃកញ្ចក់លឹងសច្រឡំថាដៃលឹងសហ្នឹងហើយបាញ់ទឹកលាងសម្អាតឲ្យសេរីតិចមកហើយឯណាប់ចិត្តវាមានអីច្រើនទេកញ្ចក់គាត់អត់មានត្រូវការឆ្កឹះខ្លាំងសួស្តីបងប្អូនយើងមកធ្វើការផុសវីដេអូសម្អាតកញ្ចក់ទៀតហើយបងប្អូនហើយកញ្ចក់គាត់នេះវាថាគាត់មកសម្អាតកាត់សាច់លាបអីធម្មតាអញ្ចឹងណាប៉ុន្តែខានកាត់យូរមើលកញ្ចក់គាត់ទៅរៀងនេះដែរអញ្ចឹងណារៀងនេះដែររៀងសាច់ដែរអញ្ចឹងណាហ្នឹងហើយយើងមកធ្វើការកាត់សម្អាតកញ្ចក់នឹងបែបធម្មតាទេណាប់ចិត្តអើយហ្នឹងហើយឥឡូវយើងសម្អាតវានៅជុំវិញកញ្ចក់នឹងវាលមាស់សាច់ណាលមាស់អាសាច់នឹងដុំតិចប៉ុន្តែលមាស់គាត់លមាស់យើងមកធ្វើការកាត់អាខាងនឹងកញ្ចក់ដែលចាក់ចូលសាច់ទាំងអស់មកវាលមាស់ណានឹងអាគៀនយើងកាត់ណាអាកែមវាហ្នឹងវាដុះមកវាគៀបជាប់សាច់យើងទៅវាលមាស់ហើយយើងមកធ្វើការកាត់សម្អាតវាឲ្យស្អាតមកហ្នឹងហើយអ្នកមិនធ្លាប់កាត់អត់បញ្ហាតែអ្នកធ្លាប់កាត់ត្រូវតែមកកាត់ឲ្យបើអត់កាត់វាលមាស់គៀនហ្នឹងហ្នឹងហើយយើងសម្អាតវាបើកាត់ស្បែកក្រិនហើយនឹងសាច់កញ្ចក់នឹងកាត់ស្បែកក្រិនណាកញ្ចក់គៀបជាប់សាច់ហ្នឹងហើយកាត់ឲ្យស្អាតមកណាប់ចិត្តអើយវាដុសក្រិនពេញនឹងទាំងអស់ពេលយើងកាត់រួចរាល់ហើយយើងឈូសសម្អាតទៅយើងលាបថ្នាំកញ្ចក់ចេះធម្មតាណាប់ចិត្តម្លេងវាស្អាតមកដើម្បីកុំឲ្យវាលមាស់ទៀតណាបន្ទុកវាលមាស់ហើយយើងឈូសវាឲ្យស្អាតមកហើយនឹងឆ្កឹះអីចេញមករួចរាល់ហើយណាប់ចិត្តអត់ធ្វើវីដេអូវែងដោយសារតែទុកមេជើងកាត់យូរជាងគេអញ្ចឹងណាយើងកាត់ម្រាម4ឲ្យមើលសិនស្អាតហើយប៉ុណ្ណឹងអស់បញ្ហារៀងលមាស់ឲ្យស្អាតទៀតចង់និយាយអញ្ចឹងណាសួស្តីបងប្អូនចង់និយាយថាកញ្ចក់កប់តិចក្រាញ់មកទៀតអីកញ្ចក់នេះវាបាក់ឲ្យដល់គល់មើល
កប់មែនតែនវាចាក់ចូលសាច់ណាហ្នឹងហើយយើងធ្វើការកាត់ទាញវាមកកប់នៅខាងមុខហ្នឹងហ្មងកប់ជ្រៅណាប់ចិត្តឃើញយើងទាញមកដកមកឡើងពូជវាកប់សាច់ខ្លាំងអានេះលក្ខណៈឈឺខ្លាំងមែនតែនហើយមិនកាត់ចូលសាច់ទេវាថាវាកប់ចាក់ចូលហ្នឹងហ្មងគៀបសាច់ខ្ចីតែពេលយើងដកមកវាមានចេញជ័រចឹងហើយខាងនេះវិញក៏ដូចគ្នាណាប់ចិត្តឲ្យមើលទៅធម្មតាណាជាមួយយើងកាត់មកទាំងដុំតែម្ដងក៏ចកខ្លះវាដុសចាក់ចូលជ្រៅហើយយើងអត់ធ្វើការសម្អាតវាទុកវាយូរចឹងណាប់ចិត្តយូរខែ2 3ខែឡើងហើយចេះតាឈឺអួលនឹងអត់ព្រមកាត់ចឹងណាដល់ពេលហើយមកវាចាក់ចូលសាច់ខ្លាំងចឹងជ្រៅមែនតែនយើងធ្វើការកាត់សម្អាតវាមកទាំងដុំទាំងសាច់ទាំងកញ្ចក់វាយើងកាត់កញ្ចក់ចេញអស់ចាំយើងធ្វើការសម្អាតសាច់តាមក្រោយចឹងណាយើងឆ្កឹះអាស្បែកនៅក្រិននៅក្នុងសិនមកមានចេះអត់ទេណាប់ចិត្តអត់តែកញ្ចក់កប់វាមានស្បែកក្រិនហើយយើងធ្វើការកាត់លេងវាមកទៀតហើយបងប្អូនកញ្ចក់ដែលកប់កញ្ចក់នេះអត់មានកញ្ចក់អីមានតែសាច់កញ្ចក់គាត់កាត់អស់ហើយសល់តែសាច់កប់អញ្ចឹងគាត់ថាល្មមបងហើយនិយាយរួមទៅវាណែនខ្លាំងដោយសារតែគាត់អត់ដែរកាត់ទេគាត់ខ្លាចឈឺណាបងប្អូនហើយដល់ពេលអញ្ចឹងទៅល្មមពេកក៏គាត់សួរខ្ញុំក៏កាត់ឲ្យគាត់ទៅឲ្យត្រាំទៅបានមួយផ្លែតណាប់ចិត្តទៅអត់ទាន់រីកអត់ទាន់អីអញ្ចឹងណាកាត់រៀងស្ងួតដែរអញ្ចឹងវាបាក់ស្វាត់នេះពេលដែលវាអត់ត្រាំទឹកអត់ទាន់រីកត្រាំភ្លាមយើងកាត់ភ្លាមវាអត់ទាន់រីកទេណាប់ចិត្តទៅឆ្កឹះឆ្កៀលគាត់រៀងស្គៀដែរតែគាត់អត់មាត់ទេដោយសារតែយើងគាត់ល្មខ្លាំងកញ្ចក់ហ្នឹងគាត់កញ្ចក់បិទកញ្ចក់ល្មខ្លាំងពេកគាត់កញ្ចក់ចេញកាត់ជាក្រាញណាប់ចិត្តពេលយើងកាត់ហ្នឹងយើងប្រញាប់ទៅយើងបិទប្រញាប់ទៅដល់ពេលហើយគាត់នៅអត់បានល្មគាត់មកធ្វើការកាត់សម្អាតដល់បងប្អូនមើលសាច់ក្រហមហ្នឹងជើងគាត់មិនក្រហមទេខ្ញុំដាក់ស្រោមឲ្យវារៀងស្បែករៀងរីកបន្តិចដាក់ទៅរៀងរីកស្បែកបន្តិចឲ្យយើងស្រួលឆ្កឹះអញ្ចឹងណាហើយមិនដូចការគិតទេណាប់ចិត្តទៅយើងអត់ត្រាំទឹកត្រាំបានតែផ្លែតឥឡូវយើងមកធ្វើការគៀកវាមកទាញស្បែកវាមកទាំងដុំអញ្ចឹងណាហ្នឹងហើយគាត់រៀងស្គីដែរវាណែនខ្លាំងពេកអញ្ចឹងកាត់មកបានច្រើនដុំណាប់ចិត្តហ្នឹងហើយឥឡូវយើងធ្វើការគៀកឆ្កឹះមកម្ដុំទៀតណាប់ចិត្តអើយកញ្ចក់ជើងអត់ល្មកញ្ចក់ណាណាប់ចិត្តបើកញ្ចក់វាដោះចូលសាច់ចាក់ទៅដើរទៅញុចអញ្ចឹងវាខ្ទប់វាឈឺហ្មងអាហ្នឹងចាក់ចូលសាច់ខ្ចីយើងតែបើស្បែកនេះវាគ្មានឈឺអីទេល្មយកតែម្ដងល្មអួលអញ្ចឹងណាហ្នឹងហើយនេះឡើងស្វិតយើងឆ្កឹះឡើងស្វិតធម្មតាដែលឆ្កឹះយកចុងគៀកបន្តិចដើម្បីឲ្យវាមកតែវាមកទេហ្នឹងវាស្វិតយកតែមែនតែហ្មងហើយយើងយកតែចុងដែលឆ្កឹះហ្នឹងគៀកទេឲ្យហ៊ានលុកជ្រៅទេណាប់ចិត្តអើយគ្រាន់តែសាច់គាត់ខ្ចីខ្លាំងខ្ចីលវក់ដល់ពេលយើងវាណែនកន្លែងហ្នឹងអញ្ចឹងរុកចឹងបានណាហ្នឹងរុកវាប៉ះសាច់ខ្ចីគាត់បន្តិចវាមានយើងចេញជ័រតិចដែរណាត់គាត់ដែរអញ្ចឹងគាត់ខ្លាចឈឺហើយដល់ពេលយើងឆ្កឹះដោយស្បែកគាត់ទាញដោយស្បែកខ្ចីគាត់អញ្ចឹងណាណាប់ចិត្តហ្នឹងហើយវីដេអូហ្នឹងមានតែឆ្កឹះស្បែកប៉ុណ្ណឹងណាប់ចិត្តហើយគាត់ល្មាស់ពេកហ្នឹងហើយណាប់ចិត្តមានប៉ុណ្ណឹងទេអត់មានតែជាក្រាញ់កប់អីទេមានតែស្បែកក្រិនហ្នឹងឯ